អ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងមកប្រែកែងជាមេលាទេវីម្ដងហើយរំភើបបានស្អាតតា primer អ្នកទាំងអស់គ្នា primer កុំភ្លេចណាចង់បានមុខស្អាត make up ស្អាតសម្រាប់ចាមស្រួលទេអ្នកគ្នាមេលីទេវីចាមត្រង់ហើយកោងតិចទេដល់ហើយយើងដល់វគ្គបិទបាំងស្នាមអ្នកគ្នាដោយសារតួអង្គណាក៏មុខ smooth ដែរអញ្ចឹងគឺយើងត្រូវបិទបាំងស្នាមមកទំហឹងហ្មងអ្នកគ្នាអ្នកដែលឃើញ cover ណាគេមានមុនទេអត់មានទេមុខមួយណាក៏ smooth ដែរអញ្ចឹងយើងតបអញ្ចឹងមកមិនបាត់ស្នាមកុំអស់ណាហើយបន្ទាប់មកគឺ cushion សំណប់ចិត្តនេះឯងចាគឺថាតបទៅគឺឃើញមុខ smooth មកទំហឹងដូចតួអង្គនឹងអញ្ចឹងមើលអ្នកហើយអត់ជឿទេមើលដល់ចប់ទៅបានដឹងថាមុខនឹងវា smooth មែនខ្ញុំអត់និយាយលេងទេមកដល់វគ្គ contour នេះវិញអ្នកនរគ្នា contour បដាមើលមុខមេលាទេវីបដាមេលាទេវីតម្រងមុខស្អាតណាស់អ្នកគ្នាហើយអត់សូវមានធ្គាមខ្លាដល់ពេលខ្ញុំមានធ្គាមហ្នឹងអញ្ចឹងគឺខ្ញុំត្រូវបិទបាំងកន្លែងធ្គាមហ្នឹងមែនតែនហ្មងតែបើថ្ងាសគឺអត់អីងាយស្រួលប៉ុន្តែសម្រាប់កន្លែងធ្គាមពីគុំទៅជាចុះមកគឺខ្ញុំសេរីច្រើនដងមែនតែនមេលាទេវីគឺចំោះគាត់មានខ្ទង់ត្រង់មកស្អាតហ្មងតែគាត់ត្រូវថែមមកកន្លែងកលាក់មាត់ខាងលើសម្រាប់ highlight វិញអ្នកនរគ្នាហ្នឹងគឺតាម technique យើងធម្មតាទូទៅដើម្បីឲ្យផុសមុខរបស់យើងជាមួយនឹង contour របស់យើងគឺខ្ញុំ highlight អញ្ចឹងហើយជាពិសេស highlight ដែលប្លែកជាងគេគឺកន្លែងចកាអ្នកនរគ្នាមេលាទេវីគាត់កន្លែងមានចការៀងមកមុខអញ្ចឹងខ្ញុំត្រូវ contour កន្លែងខាងលើចកាខាងក្រោមចកាហើយ highlight កណ្ដាលហ្នឹងទៀតបាទដើម្បីឲ្យឃើញចកាគាត់រៀងពណ៌មកមុខអញ្ចឹងហើយសម្រាប់ color ថ្ពាល់វិញគឺដាក់ពីកតុយភ្នែកឡើងទៅដល់កន្លែងខាងលើថ្ងាសនឹងតិចអ្នកនរគ្នាគឺបដិញឡើងទៅលើអញ្ចឹងណាអ្នកនរគ្នាប៉ុន្តែខាងលើគឺជាសម្ោលណាឲ្យចេញថ្ពាល់ខាងក្រោមហ្នឹងឲ្យច្រើនហើយមេលាទេវីក៏មានកន្លែងពណ៌នៅកន្លែងខ្ទង់ច្រមុះហ្នឹងដែរអ្នកនរគ្នាតែពណ៌តិចតិចណាកុំដាក់ច្រើនពេកបន្ទាប់មកគឺយើងបាញ់ spray ឲ្យ make up យើងវាម៉ត់ជាប់បានយូរហើយចាំយើងដាក់ម្សៅផាត់កុំឲ្យវាបែកជាតិខ្លាញ់ណាអ្នកនរគ្នាហើយបន្ទាប់មកចាំយើងបាញ់ spray ម្ដងទៅលើភ្នែកវិញណាអ្នកនរគ្នាភ្នែកមេលាទេវីគឺថាសតុនស្អាតហើយ eyeliner អីក៏អត់មានកាចមានអីណាគឺលក្ខណៈថានារី slot boat គួរឲ្យស្រឡាញ់ហ្មងណាអញ្ចឹងគឺយើងផាត់ខុសគ្នាតែប៉ុន្មាន1000បន្តិចឡើង1000បន្តិចឡើង1000បន្តិចទេអត់ខុសគ្នាហើយអត់ដុតហើយមេលាទេវីមានដក់នៅខាងក្រោមភ្នែកហ្នឹងប៉ុន្តែអាដក់ហ្នឹងលក្ខណៈថាខ្ជូតហើយមើលទៅសតុនស្រាលអត់ផុសអត់ដុតខ្លាំងទេអ្នកនរគ្នាចឹងយើងកុំផាត់អីដុតខ្លាំងពេកហើយយើងគូត្រេគូអីតាមហ្នឹងមកដូចខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងចឹងពណ៌ស្រាលហើយល្មមតាមតម្រងភ្នែកយើងក៏អាចមើលទៅឃើញខុសគ្នាដែរអ្នកនរឃើញទេគ្រាន់តែយើងពុតរោមភ្នែកលាប mascara មកហើយ mascara គឺលាបតែខាងលើណាមេលាទេវីគាត់អត់បញ្ចេញរោមភ្នែកខាងក្រោមទេតែក្រែមផុសគាត់ហ្នឹងគឺអត់ឃើញដុតខ្លាំងទេអញ្ចឹងខ្ញុំយក color ភ្នែកវាយស្មោលហើយមិនយើងលាបយកពណ៌កាឈូកដុតហ្នឹងនៅខាងក្នុងហើយយកជក់តបអញ្ចឹងមកមិនឃើញពណ៌ហ្នឹងវា smooth ល្អដូចនៅក្នុងរូបផុសមេលាទេវីអញ្ចឹងអ្នកនរគ្នាហើយសម្រាប់ក្រែមម៉ាឡូនហ្នឹងគឺកាឈូកបែកស្វាយអ្នកសាខ្ញុំឃើញបេមាត់គាត់កាឈូកមែនតែកាឈូកបែកស្វាយណាហើយយើងថែមអាខាងក្នុងហ្នឹងតិចទៀតមកគឺរួចរាល់ហ្មងណាគ្នាអូខ្ញុំឆ្លាញ់ make up ហ្នឹងមែនតើអរគុណអ្នកនរគ្នាដែលបានមើលកុំភ្លេចឆែកមើលហាងខ្ញុំផង